តកតងនឹងរឿងនេះឃើញកូនស្រីរបស់លោកកម្មសុខាគឺកញ្ញាកមនោវិជ្ជាបានបង្ហាញរូបថតមួយសន្លឹកនេះគឺជាស្នាដៃដំបូងរបស់កញ្ញាកមនោវិជ្ជាដែលគេបញ្ជាក់ថាប្រិសិទ្ធពិសេសគឺគេធ្វើការអញ្ចឹងឃើញទេគេសាច់ការមិនមែននិយាយបែកពពុះមាត់ដូចយើងតាមបណ្ដាញសង្គមទេគេបានងារភ្លាមគឺគេធ្វើភ្លាមចុះទៅជួបជាមួយនឹងឯកអគ្គរដ្ឋទូតសហភាពអឺរ៉ុបប្រចាំនៅកម្ពុជាលោក Igor Driesman បាទលោក Igor Driesman នេះគឺជាឯកអគ្គរដ្ឋទូតរបស់សហភាពអឺរ៉ុបប្រចាំនៅប្រទេសកម្ពុជាអញ្ចឹងកញ្ញាកមនោវិជ្ជាបានរូបថតមកសន្លឹកនេះគឺញញឹមពព្រាយទៀតហើយឃើញទេថាគេនឹងមិនបានការឥឡូវបានការហើយឃើញគេជួបនឹងកញ្ញាកមនោវិជ្ជាដាក់នៅលើ Facebook គាត់ដាក់ថាខ្ញុំបានជួបពិភាក្សាការងារជាមួយឯកឧត្តមឯកអគ្គរដ្ឋទូតសហភាពអឺរ៉ុបប្រចាំនៅកម្ពុជាអំពីចំនួនកម្ពុជាថៃនិងអំពីសក្តានុពលរបស់កម្ពុជាក្នុងការតាក់ទាញវិនិយោគពីអឺរ៉ុបហើយមិនដឹងសេចក្តីថ្លែងការណ៍គាត់នឹងនិយាយពីអីខ្លះទេនិយាយពីព្រំដែននឹងនិយាយអីគេខ្ញុំកំពុងតែឆ្ងល់កញ្ញាកមនោវិជ្ជាចុះហេតុអីបើអញ្ចឹងទេហេតុអីក៏កញ្ញាកមនោវិជ្ជាជាប្រិសិទ្ធពិសេសហ្នឹងជ្រុលបានជួបលោកហ៊ុនម៉ាណែតហើយមិនប្រាប់គាត់ហ្មងទៅថាលោកបងអង្កលបានប្តឹងថៃទៅតុលាការព្រំប្រទានអន្តរជាតិនេះពួកកញ្ញាកមនោវិជ្ជាហ្នឹងក៏ចេះច្បាប់ចេះអីច្រើនដែរសាកមើលកញ្ញាអារឿងព្រំដែនកម្ពុជាថៃហ្នឹងទៅប្រាប់ឯអគ្គរដ្ឋទូតសហភាពអឺរ៉ុបហ្នឹងបានប្រយោជន៍អីគាត់ទៅជួយដោះស្រាយព្រំដែនថៃឈ្លានពានកម្ពុជាយ៉ាងក៏ក្លឿនសហភាពអឺរ៉ុបសហរដ្ឋអាមេរិកសហស្អីក៏ដោយក៏នៅស្ងៀមព្រើមអត់មានថ្កោលទោសថៃអីតាមមួយម៉ាត់អត់បានទាំងថាថៃឈ្លានពានយើងរដ្ឋាភិបាលកម្ពុជាថ្កោលទោសថៃឡើង800ដងអត់ដែលអ្នកណាស្ដាប់ផងហើយឯកអគ្គរដ្ឋទូតសហភាពអឺរ៉ុបនោះនៅស្រុកខ្មែរអត់ទាំងបានធ្វើអីជួយខ្មែរបានបន្តិចដើម្បីរករឿងថៃឥឡូវទៅជឿលើកញ្ញាកមនោវិជ្ជាថាទៅជួបឯកអគ្គរដ្ឋទូតលោក Igor Driesman ហ្នឹងថាអាចនឹងនិយាយបានផលអីពីព្រំដែនបានផលអីទៅការទូតឬក៏និយាយសារព័ត៌មានឬអីហ្នឹងគ្រាន់តែជាការបិទបាំងអាការចាក់ស្ដែងអត់យកទេមកនិយាយភាសាការទូតអត់មានការទូតគូតាអីទៀតទេម៉ោងនេះអត់មានការទូតគូតាអីទៀតទេគឺថៃឈ្លានពានកម្ពុជាប្តឹងថៃទៅតុលាការព្រំប្រទានអន្តរជាតិនិងយុត្តិធម៌អន្តរជាតិហើយមិនចាំបាច់កញ្ញាកមនោវិជ្ជាទៅនិយាយជាមួយអ្នកណាទេគឺរដ្ឋាភិបាលកម្ពុជាខ្លួនឯងគណៈកម្មការកិច្ចការព្រំដែននោះដាក់ពាក្យប្តឹងថៃទៅតុលាការព្រំប្រទានអន្តរជាតិជាការស្រេចតែអ្វីដែលធ្វើនេះវាគ្រាន់តែជាសង្ហារឹមភ័ណ្ឌវាគ្រាន់តែលំអឲ្យតែមើលទៅឲ្យតែអូសពេលវេលាឲ្យតែបានវែងឲ្យតែស្របទូនាទីបកើតទៅដើម្បីបង្ហិនលុយរត់អីចឹងទៅបានតែប៉ុណ្្នឹងឯងព្រោះបើសិនជាយើងគិតថាថៃគេស្ដាប់យើងមួយឆ្នាំកន្លះហើយថៃអត់ទាំងស្ដាប់ខ្មែរតែបន្តិចទៅដល់អង្គការសហប្រជាជាតិទៅទៀតអត់ទាំងបានផលអីផងព្រោះយើងអេះអត់ត្រូវលមាស់ឥឡូវកម្ពុជាវិទ្យាមកអេះអត់លមាស់ទៀតអត់ត្រូវលមាស់ហើយកម្ពុជាធ្វើរឿងមួយឆ្នាំកន្លះអត់បានផលអីផងក្នុងកម្រិតរដ្ឋាភិបាលទៅទៀតហើយទៅមកសង្ឃឹមកញ្ញាកម្ពុជាវិទ្យាថាទៅដោះស្រាយបញ្ហាព្រំដែនបានផលសូម្បីតែឪពុករបស់នាងដែលជាប់គុកជាប់ច្បាក់8ឆ្នាំ9ឆ្នាំនាងអត់អាចជួយគាត់បានផងគ្រួសារខ្លួនឪពុកបង្កើតរបស់ខ្លួនជាមេគណៈបកប្រឆាំងនៅជាប់គុកអត់មានសិទ្ធិសេរីភាពនយោបាយផងហើយទៅសង្ឃឹមយកដីពីថៃបានមកវិញតាមរយៈការធ្វើជាប្រិសិទ្ធពិសេសនេះខ្ញុំសូមជូនពរក៏ប៉ុន្តែយើងកំពុងតែបោកប្រាស់ប្រជាពលរដ្ឋឲ្យអស់សង្ឃឹមកាន់តែខ្លាំងហើយតាក់តងនឹងរឿងយើងចេះតែប្រឡប់តទៅទៀតរឿងស្រុកខ្មែរនិងថៃនេះណាអត់មែនរឿងការទូតអត់មានរឿងព័ត៌មានទៅប្រាប់កាសែតអន្តរជាតិលោកហ៊ុនម៉ាណែតទៅសម្ភាសអន្តរជាតិប្រមាណលើកហើយចុះគាត់ទៅសម្ភាសអា Bloomberg ដល់ផ្ទះមានទាំងលោកហ៊ុនម៉ាណែតអ្នកស្រីចំនិមលលោកសុនចន្ទថុលណាអ្នកដែលប្រមាណសុទ្ធតែបកាយលោកកែវរតនៈអីដែលសុទ្ធតែអ្នកបកាយទាំងអង់គ្លេសទាំងខ្មែរជាបណ្ឌិតជាបញ្ញវន្តជាអីអត់ដែលបានផលអីបន្តិចសោះហេតុអីបានជាមកបានផលតាមកញ្ញាកមនោវិជ្ជានៅពេលដែលយើងនាំគ្នាទៅតវ៉ាក្រៅតុលាការតើប្រព័ន្ធការពារក្តីដើម្បីឈ្នះក្តីគេស្រែកលើកបដាមុខតុលាការចឹងមែនគឺយើងយកភ័ស្តុតាងនិងបណ្ដឹងដាក់ក្នុងតុលាការហើយរកមេធាវីបកែចូលក្នុងសាលាក្តីដើម្បីកាត់ក្តីដើម្បីតតាំងក្តីជាមួយតុលាការអន្តរជាតិយកដីខ្មែរនោះមកវិញបានឈ្នះហើយយើងទៅតតាំងមិនឥឡូវមិនកញ្ញាកមនោវិជ្ជានិយាយជាមួយនឹង
ឯករដ្ឋទូតសហភាពអឺរ៉ុបបុគ្គលដែលត្រូវចរចាដើម្បីឲ្យបើកព្រំដែនវិញដើម្បីអីណោះអនុទិនច័ន្ទវរៈគុលរដ្ឋាភិបាលថៃឯណោះតើកញ្ញាកម្មមនោវិជ្ជាមានទំនាក់ទំនងអីជាមួយនឹងរដ្ឋាភិបាលថៃបើកញ្ញាធ្វើការឲ្យរដ្ឋាភិបាលខ្មែរដែលលោកហ៊ុនសែននិងលោកហ៊ុនម៉ាណែតជាពិសេសលោកហ៊ុនសែនរើស្ពាននឹងចោលអស់ហើយជាមួយគ្រួសារតកូលថាក់ស៊ីនជាមួយនឹងលោកអនុទិនច័ន្ទវរៈគុលដោយសារលោកកែវរេមីអីប្រធានគណៈកម្មការសិទ្ធិមនុស្សរបស់រដ្ឋាភិបាលកម្ពុជាមាត់អត់គម្របនឹងទៅឲ្យប្រជាពលរដ្ឋថៃបោះឆ្នោតកុំបោះឆ្នោតឲ្យលោកអនុទិនច័ន្ទវរៈគុលឥឡូវគេឡើងជាប់ឆ្នោតមកក្នុងនាមរដ្ឋាភិបាលយើងអាម៉ាស់មុខតែម្ដងលូកដៃចូលក្នុងកិច្ចការនយោបាយរបស់ថៃដែលធ្វើឲ្យអន្តរាយដល់ទំនាក់ទំនងទ្វាក្រោយទ្វាអីបិទចោលទាំងអស់ឥឡូវមកសង្ឃឹមកញ្ញាកម្មមនោវិជ្ជាថាអាចជជែករឿងព្រំដែនបានខ្ញុំសូមជូនពរចោះប៉ុន្តែរឿងនេះណាគេហៅថារឿងអូសកាឡាឲ្យតែយូរឲ្យតែយប់យន់សុបិនច្រើនសុបិនច្រើនមានបងប្អូនខ្លះមករករឿងខ្ញុំអានិយាយរឿងច្រើននឹងទៀតអូយសូមសរសើរដោយស្មោះឲ្យបងប្អូនច្រើនរយ16 6 10 7 7អីហ្នឹងភាសាខ្មែរទេកុំព្យាយាមកែខ្ញុំអត់ប្រយោជន៍អីនោះខ្ញុំអរគុណតើវាចំហើនអីហ្នឹងវាខុសវាទៅស្លាប់ខ្ញុំបំផ្លាញអក្សរសាស្ត្រជាតិខ្មែរយើងកាល់គ្រាន់តែប្រជាពលរដ្ឋអ្នកស្រុកស្រែចំការអីគ្រូបង្រៀនអីខ្ញុំអាចនិយាយគ្រូបង្រៀនត្រូវគ្រប់ម៉ាត់បានប៉ុន្តែភាសាអ្នកស្រុកគេនិយាយថាគ្រូណាអូលោកគ្រូអ្នកគ្រូមានអ្នកណាដែលនិយាយលោកគ្រូអ្នកគ្រូអីឲ្យដាច់ផឹងអញ្ចឹងអានឹងភាសាយើងសរសេរតែដល់និយាយគេនិយាយលោកគ្រូអ្នកគ្រូម៉ានស្រុកនៅអាការកោងអី100 200 100 200និយាយទៅខ្ញុំមិនទៅជាទឹះទាល់អីប៉ុន្តែអូបានសេចក្តីសុខចំហើនអីអញ្ចឹងទៅគេនិយាយតែអញ្ចឹងសំបីតែឪពុករបស់ខ្ញុំឈ្មោះចម្រើនអត់ដែលនរណាបងប្អូនក្រុមគ្រួសារខ្ញុំអត់ដែលហៅឪពុកខ្ញុំថាចម្រើនហៅថាអាក្រើនអាហ្នឹងម្ដាយអ៊ំស្រីខ្ញុំឬក៏ជីដូនខ្ញុំហៅឪពុកខ្ញុំហៅតែអាក្រើនណាអត់ដែលហៅចម្រើនអីណាឲ្យត្រូវអញ្ចឹងហើយទៅដល់អញ្ចឹងដូចថាគាត់ពេលខ្លះមករករឿងខ្ញុំដែលជាមនុស្សម្នាក់ដែលខំប្រឹងស្រឡាញ់អក្សរសាស្ត្រជាតិនេះមែនតែនប្រឹងខ្លាចខុសវាទៅជាភ័យខ្ញុំវិញណាតែយ៉ាងណាក៏គាត់ឲ្យតម្លៃខ្ញុំដែរគាត់ថាខ្ញុំជា role model ខាងអក្សរសាស្ត្រជាគំរូល្អដែរកុំឲ្យខុសអីសូមឲ្យកូនខ្មែរជំនាន់ក្រោយរៀនតាមឲ្យត្រូវខ្ញុំអត់អាចដូរពាក្យឆុកឆែមួយខាប់ពីរខាប់កដះអីដូចអ្នកនៅស្រុកកពតដែលគេនិយាយខ្ញុំដូរអត់បានទេព្រោះភាសាសំនៀងក្រៀមភាសាតាមតំបន់គេយើងទៅស្ដោយណាអាសត្វស្ដោយគ្រាន់តែយកដែករុនចំនោះស្រែករសងងងខ្ញុំទៅដូរយ៉ាងម៉េចខ្ញុំស្ដាប់បានថាមើលអាសត្វស្អីគេនោះគ្រាន់តែយកដែករុករុនចំោះវាស្រែកឬសូងងងខ្ញុំនិយាយបានតាតែភាសាអ្នកស្រុកគេថាអាដែងមើលសត្វស្ដោយនោះគ្រាន់តែយកដែករុករុនចំោះវានៅស្រែករសងងងហើយខ្ញុំនិយាយយ៉ាងម៉េចបើភាសាអ្នកស្រុកគេនិយាយអញ្ចឹងតែនៅឲ្យបងប្អូនខ្ញុំអរគុណទេខ្ញុំនិយាយនេះគ្រាន់តែជាការលេងសាយខ្លះទៅគ្រាន់តែថាបងប្អូនពេលខ្លះគាត់បារម្ភខ្លាចបាត់បង់អក្សរសាស្ត្រយើងពេកជ្រុលភាសាខ្លះកុំឲ្យសរសេរពាក្យថាខ្ញុំអីហ្នឹងឲ្យខ្ញុំទៅគ្រាន់តែហ្នឹងខ្ញុំគ្រប់ត្រភាសាខ្មែរអត់មានខ្ញុំទេខ្ញុំអានឲ្យពេញទៅអាហ្នឹងខ្ញុំគ្រប់ត្រយើងអានខ្ញុំមកវាថៃវាអត់មានខ្ញុំទេព្រោះខ្ញុំហ្នឹងគឺញែមខ្ញុំភាសាខ្មែរដើម្បីនិយាយអំពីpronoun សព្វនាមខ្ញុំនិយាយពេញមកខ្ញុំគ្រប់ត្របើថាខ្ញុំនិយាយខ្ញុំអាហ្នឹងរករឿងខ្ញុំអាហ្នឹងខ្ញុំទទួលស្គាល់ថាខ្ញុំមិនអាចនិយាយថាខ្ញុំនិយាយខ្ញុំអញ្ចឹងទេអាហ្នឹងនិយាយខ្ញុំខ្ញុំអត់គ្រប់ត្រខ្ញុំឲ្យនិយាយខ្ញុំក៏និយាយខ្ញុំគ្រប់ម៉ាត់ដែរខ្ញុំមិនដែលនិយាយខ្ញុំទេព្រោះខ្ញុំនេះគឺដូចជាមានពាក្យពីរព្យាង្គជាប់គ្នាទៅហើយដល់ខ្ញុំពាក្យមួយព្យាង្គវាខុសពាក្យខ្មែរអាហ្នឹងខ្ញុំគ្រប់ត្រតែគាត់មិនដែលរិះគន់ទេប៉ុន្តែដោយពាក្យនិយាយអីវិញឲ្យខ្ញុំថាម៉េចឥឡូវបើខ្ញុំភាសានិយាយនេះខ្ញុំពងនិយាយឲ្យខ្ញុំនិយាយអញ្ចឹងអូខ្ញុំនិយាយថាអញ្ចឹងគ្រប់តាម៉ាត់អញ្ចឹងខ្ញុំធ្វើមិនបានដូចចិត្តបងប្អូនទេចំហើនអីចំហើនខ្លះទៅ7 10 ខ្លះទៅវាមិន17អីណា7ខ្លះទៅវា7អីយើងដឹងតាភាសាខ្មែរគេប្រើអញ្ចឹងតើចំហុងចំហើនហ្នឹងម្ដងទៀតគឺវាចំហុងចំហើនវាចម្រុងចម្រើនវាអត់ខុសកលាប់ផែនដីទេតែបើខុសដូចពាក្យខ្ញុំមកនិយាយខ្ញុំអីអាហ្នឹងកាយខ្ញុំផងតែចេះអីអនុញ្ញាតឲ្យខ្ញុំប្រើភាសាក្រៀមភាសាអីអ្នកស្រុកអីផង
ដូចអ្នកសុកពតấy màគេធ្វើនិយាយភាសាគេនិយាយចឹងឆែឆែឆុកឆែអីចឹងឲ្យខ្ញុំវាអត់ខុសទេព្រោះវាជាសំនៀងភាសានៅសភៅសម្ដេចសង្ឃជួនណាតក៏លោកអនុញ្ញាតឲ្យប្រើភាសាហ្នឹងគ្រាន់តែថាភាសាសរសេរពាក្យគ្រូស្អីមិនគ្រូអត់ចេញទេស្អីអត់ចេញទេគ្រូវាតតែកជើងរស្រអ៊ូអានថាគ្រូក៏ប៉ុន្តែភាសានិយាយថាគ្រូអាគ្រូអីចឹងទៅអាហ្នឹងភាសានិយាយចឹងហើយនៅក្នុងការផ្សាយផ្ទាល់បែបនេះខ្ញុំអត់អានទេបើខ្ញុំអានគឺខ្ញុំនឹងអានតាមតួអក្សរភាគច្រើនតែដល់ខ្ញុំនិយាយគឺខ្ញុំនិយាយវាអត់និយាយទេខ្ញុំនិយាយចឹងទៅខ្ញុំយល់ម្ដងទៀតខ្ញុំសុំស្លេះប៉ុណ្ណឹងចាស់កុំឲ្យថាពេលខ្លះហ្នឹងបងប្អូនយកចិត្តទុកដាក់ខ្ញុំដែរប៉ុន្តែវាជាការយកចិត្តទុកដាក់ជ្រុលហើយខ្ញុំស្ដាប់តែពេលនិយាយដល់រឿងហ្នឹងនឹកឃើញគាត់ភ្លាមឃើញគាត់និយាយពាក្យចម្រើនភ្លាមនឹកឃើញគាត់ភ្លាមបានជាខ្ញុំបញ្យល់រឿងហ្នឹងទៅឲ្យបងប្អូនយល់ថាខ្ញុំមិនបណ្ដោយឲ្យអក្សរសាស្ត្រខ្មែរកលាប់ចាក់ទេហើយកលាប់ចាក់អក្សរសាស្ត្រខ្មែរមិនមែនដោយសារការអានចម្រុងចម្រើនទៅជាចម្រុងចម្រើនហ្នឹងទេកលាប់ចាក់អក្សរសាស្ត្រខ្មែរមិនមែនបានន័យថាអានពាក្យសុកសែទៅជាឆុកឆែអត់ទេកលាប់ចាក់អក្សរសាស្ត្រខ្មែរគឺការប្រើវេយ្យាករណ៍ខ្មែរមិនត្រូវអានពាក្យខ្មែរដែលត្រូវសោះអានទៅខុសឧទាហរណ៍ដូចជាខ្ញុំទៅអានខ្ញុំឥឡូវឧទាហរណ៍ដូចពាក្យជាមួយដែលជានិបាតស័ព្ទហើយអានខុសសូមអញ្ជើញបងប្អូនស្ដាប់ជាមួយបទចម្រៀងមួយបទនេះអាហ្នឹងបានចង្រៃជួយកែគ្នាវាអត់មានអ្នកណាស្ដាប់ជាមួយទេអូសូមបងប្អូនស្ដាប់ចម្រៀងនេះមួយបទជាមួយគោបានន័យថាគោក៏ស្ដាប់យើងក៏ស្ដាប់តែបើយើងស្ដាប់ជាមួយបទចម្រៀងបានន័យថាម៉េចយើងក៏ស្ដាប់ចម្រៀងក៏ស្ដាប់ចឹងអ្នកណាអ្នកចាក់ចម្រៀងហ្នឹងព្រោះពាក្យកិរិយាសព្ទគឺស្ដាប់បានន័យត្រូវការកម្មបទដែលជាអ្នករងអំពើនៃពាក្យថាស្ដាប់អញ្ចឹងស្ដាប់អីយើងស្ដាប់ចម្រៀងអត់អាចស្ដាប់ជាមួយចម្រៀងទេយើងត្រូវស្ដាប់ចម្រៀងជាមួយគ្រួសារស្ដាប់ចម្រៀងជាមួយគូស្នេហ៍អញ្ចឹងបានន័យគូស្នេហ៍យើងនឹងយើងនាំគ្នាស្ដាប់ចម្រៀងនេះរួមគ្នាវាអត់មានទៅការស្ដាប់ចម្រៀងជាមួយហើយសូមអញ្ជើញបងប្អូនទាំងអស់គ្នាមកជួយជាវជាមួយផលិតផលអូនិយាយពីច្រាញ់អូច្រាញ់ខ្ញុំពាក្យខ្មែរអញ្ចឹងបានកែគ្នាណាបងប្អូនវាអត់មានជាវជាមួយផលិតផលទេព្រោះផលិតផលអត់ចេះជាវអត់ចេះទិញទេយើងត្រូវជាវគឺកិរិយាសព្ទត្រូវការកម្មបត្តិទិញអីទិញរបស់នេះទិញផលិតផលនេះអញ្ចឹងសូមបងប្អូនអញ្ជើញជាវផលិតផលនេះអត់មានអញ្ជើញជាវជាមួយផលិតផលទេព្រោះបើអញ្ជើញជាវជាមួយផលិតផលបានន័យថាផលិតផលជួយជាវយើងដែរហើយជាវអីគេចាជាវអីឲ្យប្រកាសតែយើងចង់ជាវផលិតផលហ្នឹងអញ្ចឹងបើចង់ជាវផលិតផលហ្នឹងសូមអញ្ជើញបងប្អូនពុកម៉ែអ្នកគាំទ្រអញ្ជើញជាវផលិតផលនេះអត់អញ្ជើញជាវជាមួយផលិតផលនេះទេតែអញ្ចេះត្រូវវិញសូមបងប្អូនទាំងអស់គ្នាដែលគាំទ្រខ្ញុំនិងអ្នកដតីទៀតរួមជាមួយឬក៏ជាមួយអ្នកដតីទៀតហ្នឹងមកជួយជាវផលិតផលនេះចឹងបានជាមួយនឹងវាគ្នាច្រើនមកជាវអីចឹងផលិតផលគឺជាកម្មបត្តិនៃភាសាជាវភាសាទិញស្ដាប់ក៏អញ្ចឹងដែរអត់មានស្ដាប់ជាមួយទេអាហ្នឹងជួយកែគ្នាបងប្អូនណាបើនរណានិយាយខុសឲ្យជួយកែគាត់ផងខ្មែរយើងអត់មានសុំអញ្ជើញមកស្ដាប់ជាមួយបទភ្លេងនេះទេអត់មានទេហើយក៏អត់មានសុំមកជាវជាមួយផលិតផលនេះដែរអត់មានទេគឺខ្មែរជាវផលិតផលស្ដាប់ចម្រៀងនឹងតែម្ដងអត់មានយកនិបាតស័ព្ទជាមួយយកមកដាក់កដាលឲ្យខុសប៉ាត់ណាអញ្ចឹងឯងជួយគ្នាបងប្អូនណាអាហ្នឹងឲ្យខ្ញុំលឺហ្នឹងវាស៊ាំតិចឲ្យវាច្រាញ់រហូតតយូរទៅគេហៅថាទម្លាប់ធំជាងច្បាប់បើត្រាប់កុំត្រាប់ខ្លៅត្រាប់ប្រាជ្ញលោកបដៅស្ដីកូនចៅស្ដីឲ្យស្មោះឥឡូវអាទម្លាប់ហ្នឹងវាទៅជាច្បាប់អស់ហើយហ្នឹងម្នាក់សូមអញ្ជើញបងប្អូនស្ដាប់ជាមួយបទចម្រៀងហើយមិនត្រឹមតែស្ដាប់ទេសូមសន្ដាប់ទៅទៀតហើតតែខុសពាក្យសន្ដាប់ហ្នឹងគឺជាភាសាមិនមែនជាកិរិយាសព្ទទេយើងស្ដាប់គឺស្ដាប់ហ្មងហេតុអីបានទៅចេញសូមសន្ដាប់ព្រោះវាមិនមែនជាកិរិយាសព្ទអាហ្នឹងវាខុសវេយ្យាករណ៍ខ្មែរអញ្ចឹងយើងជួយកែគ្នាយើងចង់បែបស្រួលពាក្យហ្នឹងធំអញ្ចឹងព្រោះស្រួលយីសតសន្ដាប់អឺអ្នកខ្លះអាការទទួលខុសត្រូវនោះសុទ្ធថានេះគឺជាទំនួលខុសត្រូវឯណាទៀតដើម្បីនិយាយមកអូយអស្ចារ្យមែនតើវ៉ាវខ្ញុំនិយាយតែទទួលខុសត្រូវឥឡូវចេញទៅជាទំនួលខុសត្រូវទៀតខុសទៅទេ
វាអត់មានពាក្យខ្មែរទំនួលខុសត្រូវឯណាយើងចេះតែអូសៀងនឹងឲ្យតែព្រោះគឺទទួលខុសត្រូវចង់ឲ្យទៅជានាមគឺការទទួលខុសត្រូវចេញតែប៉ុណ្្នឹងមកអត់មានទៅទំនួលខុសត្រូវដូចទួលដូចបាការណែណានោះទេអត់ទេខ្ញុំមិនណាខ្ញុំសុំទោសមិនមែនជាព្រះអង្គសៀងហៃណាតែពេលខ្លះវាទៅចិត្តដែរអរគុណព្រះអង្គសៀងហៃដែរដែលជួយបញ្យលអីបងប្អូនខ្មែរយើងបានច្រើនប៉ុន្តែអូយដូចចាក់ទឹកលើក្បាលទាអញ្ចឹងបងប្អូនតែដល់ពេលមែនតើបងប្អូនមកភ័យរឿងខ្ញុំវិញណាល្អដែរអូខេភ័យក៏ភ័យចុះមិនអីទេបងប្អូនឥឡូវដល់ហើយប៉ុណ្ណឹងអស់1ម៉ោងបាត់ហើយណារួចចុះនៅសល់មកកណោក៏ដឹកហ្នឹងគិតធ្វើម៉េចឡើយនេះអូខេតោះឥឡូវស្រួលតិចតោះក្រុមអ្នកសង្កេតការអាស៊ានប្រចាំកម្ពុជាបន្តចុះថតរូបទីតាំងថៃដណ្ដើមបានដីខ្មែរតែកម្ពុជាមិនព្រមដាក់ប្តឹងថៃអើយសរសើរឲ្យខ្ញុំនិយាយទៅខ្ញុំសរសើររដ្ឋាភិបាលកម្ពុជាបកកែអារឿងអត់ធ្មត់បកកែរឿងសាំបកកែណាស់ទៅដដែលក្រុម AOT ស្អីអាស៊ានអីគេហ្នឹងគឺថាទៅទៅត្រកហើយយើងខាងយើងថៃខាងថៃថតរូបទៅស្រីគេក្លាហានគេបានរូបបងស្រីដូចនុនល្អងបានត្រឹមតែរូបថតហ្នឹងហើយកុំដាក់ប្តឹងឲ្យសោះថ្ងៃនេះទៅពីកន្លែងទៀតគឺគាត់នាំក្រុមសង្ហារឹមឥឡូវខ្លាយទៅជាក្រុមសង្ហារឹមហ្នឹងគឺការដាក់តាំងលំអណាបងប្អូនក្រុមអ្នកសង្កេតការអាស៊ានរបស់យើងហ្នឹងគឺគេចុះទៅពីកន្លែងទី1គឺទៅគេហៅអីចំណុចទ្វារព្រំដែនអន្តរជាតិស្ទឹងបត់ក្នុងភូមិស្ទឹងបត់សង្កាត់ផ្សារកដាលក្រុងប៉ោយប៉ែតខេត្តបន្ទាយមានជ័យទី2គឺទៅណែនៅចំណុចច្រកទ្វារព្រំដែនអន្តរជាតិប៉ោយប៉ែតភូមិក្បាលស្ពាន1សង្កាត់អូជ្រៅក្រុងប៉ោយប៉ែតខេត្តបន្ទាយមានជ័យដែលជាតំបន់ប៉ះពាល់ធ្ងន់ធ្ងរតើយកអីគេថៃគេដាក់បលាលួសគេដាក់អីចឹងហើយគេធ្វើតែរហូតហើយចង់ដឹងថាថៃគេកំពុងធ្វើអីទៀតទេនេះថ្ងៃនេះមេយោធាថៃលោកប្រប៉ាសដែលជាមេបន្ទប់ស្ថានភាពថៃមេយោធាថៃដែរថារដ្ឋាភិបាលថៃនឹងអូសខ្សែភ្លើងបណ្ដាញអគ្គិសនីខ្វាត់ខ្វែងហ្នឹងយកទៅដាក់នៅប្រាសាទតាកបីនិងភ្នំ350យ៉ាងយូរត្រឹមដើមឆ្នាំ2027ទៅមើលទៀតទៅនាំគ្នាទៅមើលឲ្យទៀតទៅព្រោះឥឡូវថៃគេខ្លាចយើងងឹតយើងទៅមើលអត់ឃើញអំពីដីដែលគេយកបានឥឡូវគេតភ្លើងដាក់ឲ្យយើងទៀតហើយតំបន់នេះដែលមានភ្លើងពីអង្កលបងប្អូនថៃគឺគេយកជាកម្មសិទ្ធិផ្ដាច់មុខរបស់គេហើយគេដាក់ភ្លើងឲ្យយើងភ្លឺទៀតខ្លាចយើងមើលមិនឃើញផោះតាងនៅចងោថាថៃយកបានហើយបីដីថៃព្រោះដីហ្នឹងដីខ្មែរតាយើងអត់ដែលមានភ្លើងមានផ្្លាត់អីទេពីមុនមកគឺដោយសារឥឡូវថៃគេអូសយកមកដាក់ឲ្យភ្លឺដើម្បីឲ្យខ្មែរយើងស្រួលមើលកៃឡូរកផោះតាងមិនឃើញហើយយកទៅអត់ប្តឹងថៃទៀតចឹងបានថាលោកម៉ែនណាតគាត់និយាយឃ្លាមខ្ញុំសរសើរលោកម៉ែនណាតដែរលោកម៉ែនណាតហ្នឹងក៏នៅអត់ចោលអាការដែលលើកទឹកចិត្តឲ្យរដ្ឋាភិបាលប្តឹងគាត់ថាអញ្ចេះរដ្ឋាភិបាលអត់ត្រូវប្រើវិធីសាស្ត្រតវ៉ាទៅភាគីថៃតាមរបៀបដដែលនោះទេត្រូវពង្រឹងសមត្ថភាពត្រូវមានយុទ្ធសាស្ត្ររឹងមាំត្រូវដើរលើផ្លូវត្រូវដូចជាទី1ទប់ស្កាត់អាភាពកក្លឿនរបស់ថៃដោយប្រើសិទ្ធិការពារខ្លួនគឺស្វ័យការពារខ្លួនលើតំបន់ជាក់ស្ដែងនិងស្ថានភាពជាក់ស្ដែងស្របតាមច្បាប់អន្តរជាតិទី2ត្រូវប្រញាប់ប្តឹងថៃទៅកាន់តុលាការព្រហ្មទណ្ឌអន្តរជាតិនិងយុត្តិធម៌អន្តរជាតិទី3ត្រូវដំឡើងកម្រិតការទូតឲ្យខ្ពស់បំផុតដោយជាយន្តការអន្តរជាតិនិងទី4រដ្ឋាភិបាលត្រូវកែតម្រង់ជាអត្តភាពទំនើបកម្មយោធាពង្រឹងវិស័យសេដ្ឋកិច្ចនិងស្អីចឹងនិយាយទៅលោកម៉ែនណាតហ្នឹងបើថាកម្ពុជាតវ៉ា800ដងជាងលោកម៉ែនណាតក៏ចេញសារ800ដងជាងដល់ចឹងដែរឲ្យកម្ពុជាធ្វើអត់ស្ដាប់សោះឥឡូវលោកម៉ែនណាតលើកក្រោយយើងនាំគ្នាឈប់តវ៉ាឬនិយាយអីចឹងយើងសរសេរលិខិតទៅលោកកញ្ញាកម្មនោវិទ្យាវិញហើយព្រោះអីកញ្ញាកម្មនោវិទ្យាគាត់ទៅចូលដល់ជាមួយលោកហ៊ុនម៉ាណែតដែរប្រហែលជាលើកក្រោយឈប់សរសេរសារទៅណាទៀតសរសេរទៅកញ្ញាកម្មនោវិទ្យាយកទៅហុចឲ្យលោកហ៊ុនម៉ាណែតមើលកាលបានប្តឹងប្រហែលជាបានផលជាងមើលទៅក្រសួងមហាផ្ទៃឯនោះយកលេសការពារសុវត្ថិភាពដើម្បីទប់ក្រុមបកប្រឆាំងកម្លាំងជាតិថ្ងៃលោករងឈុនឡើងតុលាការគណៈបកកម្លាំងជាតិណាពេលដែលគាត់លោករងឈុនឡើងទៅស្ដាប់សាលក្រមសាលដីកាដែលគេដឹងថានឹងចាប់លោករងឈុនដាក់ទោសដាក់អីហើយហ្នឹងទៅច្រើនគ្នានិយាយពីអាញាធរសមត្ថកិច្ចនឹងមកច្រើនជាងអ្នកតវ៉ាទៀតកម្លាំងគេនោះមកអញរាល់ដល់ប៉ុន្តែសរសើរដែរកម្លាំងសមត្ថកិច្ចម្ដងនេះអត់វាយ3ក្បាល3ក្បូងណាដោយសារតែខ្ញុំនិយាយចឹងវាដល់ពេលអស់ខ្យល់ដែរ
សហគមន៍អន្តរជាតិគេកំពុងមើលហើយណាមួយគណៈបព្វជិជនកំពុងតែដកខ្យល់ដែរអញ្ចឹងកុំអាលវាយដំអីច្រំធាក់អីទៀតចាំមានដង្ហើមបន្តិចព្រោះឥឡូវនៅផ្ទឹកហើយតែបន្តិចទៀតឡើងមកខំទៀតហើយឥឡូវកញ្ញាកមនោវិជ្ជាកំពុងឲ្យខ្យល់អុកស៊ីហ្សែនឲ្យអីអត់ទាន់វាយទេបក្រាបនៅទប់សិនថាទៅការពារអញ្ចឹងគណៈបកកម្លាំងជាតិចេញលិខិតមួយសូមឲ្យក្រសួងមហាផ្ទៃបំភ្លឺហេតុអីបានអាជ្ញាធរមករៀបរៀងទប់ស្កាត់ឬក៏អីសម្បើម្លេះតែលើអាជ្ញាធរគេថាអត់ផងគេមកជួយការពារសុវត្ថិភាពអាជ្ញាធរសមត្ថកិច្ចនេះមកការពារសុវត្ថិភាពរាល់ដងតែអ្នកដែលបែកក្បាលធ្ងន់ជាងគេគឺតំបងរបស់អាជ្ញាធរហ្នឹងហ្មងអាហ្នឹងការពារកន្លងមកតែឥឡូវគាត់ថាគាត់ការពារល្អដែរអត់ទាន់ឃើញវាយទេគណៈបកកម្លាំងជាតិត្រូវបានក្រសួងមហាផ្ទៃហ្នឹងគេប្រាប់មកអញ្ចឹងល្អហើយឥឡូវប្រើអាវិធីហ្នឹងលោកក្រោយតវ៉ាហៅពួកគាត់ឲ្យមកការពារហ្មងកុំចាំបាច់ទាល់តែពេលដែលមានអីយើងនិយាយទៅស្នើកម្លាំងហ្មងនិយាយថាឥឡូវតវ៉ាកន្លែងណាគ្នា100នាក់ស្នើកម្លាំងគាត់300នាក់មកហ្មងឲ្យថាគេហៅច្រានទូកបដោយទឹកទៅកុំឲ្យពួកគាត់ថាយកលេសមកការពារយើងស្នើកម្លាំងទៅប៉ុន្តែវាអាក្រក់ដែរដែលយើងទៅការពារអហិង្សាសោះទៅស្នើកម្លាំងស្នើអីប៉ុន្តែដើម្បីឲ្យផ្គប់ចិត្តអាជ្ញាធរកុំឲ្យយកលេសថាមកការពារស្នើបដោយទៅស្នើ3 400ឲ្យមកការពារចឹងហ្មងយ៉ាបន្តទៀតបងប្អូនតកតងនឹងរឿងនាវាអង់គ្លេសចូលចតនៅកំពង់ផែរៀមដែលជាជំនួយសាងសង់ដោយប្រទេសចិននេះគឺជារឿងល្អដែរព្រោះអីយើងឃើញនាវាល្បាតរបស់សហគមន៍អន្តរជាតិអីហ្នឹងចេះតែទៅចោះចតនៅកំពង់ផែរៀមរបស់ខ្មែរយើងវាជាការរឹតបន្តឹងទំនាក់ទំនងសន្តិសុខនៅក្នុងតំបន់ទំនាក់ទំនងកម្ពុជានិងប្រទេសដទៃដែរវាជារឿងល្អទេហើយនាវាល្បាតរបស់អង់គ្លេសនេះចូលចតនៅកំពង់ផែរៀមក្នុងដំណើរបំពេញទស្សនកិច្ចរបស់នាវាល្បាតនេះចំនួន3ថ្ងៃក្នុងសារពីស្ថានទូតអង់គ្លេសមកក៏ដាក់ថាការដែលនាវាល្បាតអង់គ្លេសឈ្មោះ HMS Tama នេះគឺបានមកដល់ប្រទេសកម្ពុជាដំណើរទស្សនកិច្ចលើកទី3របស់កងទ័ពជើងទឹករបស់អង់គ្លេសមកកាន់កម្ពុជាតាំងពីឆ្នាំ2023មកគឺ3លើកហើយរឿងនេះគឺដើម្បីរឹតបន្តឹងប្រតិបត្តិការសន្តិសុខដែនសមុទ្រតំបន់ Indo-Pacific បងប្អូននាវាគេនេះគឺគេនិយាយពីរឿងតំបន់ Indo-Pacific គេភ័យខ្លាចយើងហ្នឹងរងឥទ្ធិពលចិនខ្លាំងអញ្ចឹងហើយបានជាគេចេះតែទប់កុំឲ្យខ្មែរយើងបោកក្បាលនៅអញ្ចឹងដើម្បីឲ្យម៉ែឲ្យអាណិតណាហ្នឹងឥឡូវអាមេរិកក៏អញ្ចឹងអង់គ្លេសក៏អញ្ចឹងចេះមកបត្រៃកុំឲ្យថាណាតិចថាគេមិនជួយមើលគេជួយមើលប៉ុន្តែគេខ្លាចយើងជាអំពុលទុកគេទេគេមិនមែនខ្លាចយើងជាសម្បត្តិទ្រព្យអីទេព្រោះយើងអំពុលទុកគេមែនហើយព្រោះអាដែនសមុទ្ររៀមហ្នឹងគេសង្ស័យថាជារបស់ចិនហើយអាតារាសាគរពលានយន្តហោះហ្នឹងក៏គេភ័យអីអញ្ចឹងគេចេះតែមកហ្នឹងដើម្បីប្រាប់កម្ពុជាផងកុំជ្រុលពេកគេជួយទប់ឥទ្ធិពលចិនតែប៉ុណ្្នឹងទេបាទឥឡូវតកតងនឹងរឿងមួយទៀតគឺតកតងនឹងលោកស្រីសៀវឡុងនីថាអាញាធរអប្សរាមានចិត្តជាដេរឆានធ្វើទុកបុកម្នេញអ្នកលក់ការ៉ែមហូបមួយកែដោយគាត់មកហើយបងប្អូនលោកបដិទ្ធកែមលីគាត់និយាយថាវាអត់ទាន់ដល់ពេលបងប្អូនវាមិនទាន់ដល់វេនខ្ញុំមិនជឿថាលោកស្រីសៀវឡុងនីនេះជាអ្នកគ្រប់គ្រងគណៈបកប្រជាជនកាប់មុខឯណាទេគាត់ជាជនរងគ្រោះជាប្រជាប្រដ្ឋសាមញ្ញដែលបងប្អូនស្គាល់គាត់តាមបណ្ដាញសង្គម Facebook ល្បីដោយសារភាពកមិចកម្មើមការចេះនិយាយលេងសើចបញ្ចូលសម្លេងកុនចិនអីជាសៀវឡុងនីតារាចិនហ្នឹងតាមពិតគាត់មិនមែនឈ្មោះសៀវឡុងនីទេឈ្មោះគាត់ពិតប្រាកដគាត់ឈ្មោះឈៀនសខនឈ្មោះខ្មែរសុទ្ធសាធតែសៀវឡុងនីហ្នឹងក៏គាត់ចេះយកមកជាឈ្មោះដើម្បីឲ្យគេចាប់អារម្មណ៍ហើយគាត់មានលបអីលោកហើយកប៉ិចកប៉ុកលក់តែការ៉េមួយធុងហ្នឹងនៅព្រះអង្គជ័យព្រះអង្គចោមគឺដេញប្រផាត់ប្រភេងឆ្នាំមុននេះថ្ងៃហ្នឹងថ្ងៃ20ខែសីហាឆ្នាំមុនហ្នឹងណាឆ្នាំ2025អ្នកស្រីសៀវឡុងនីហ្នឹងត្រូវបានអាជ្ញាធរហៅទៅផ្តិតមេដៃពមៀនម្ដងហើយរូបថតហ្នឹងអាជ្ញាធរអប្សរាទៅបង្ហាញតាគាត់ទៅឡំប៉ាដើម្បីរកយុត្តិធម៌តាមបណ្ដាញសង្គមហ្នឹងរៀលដាលដល់អាជ្ញាធរអប្សរាហ្នឹងយ៉ាងចាស់ដៃតែម្ដងរហូតតគេពមៀនទៅគេសម្រួលគេឲ្យលក់ដូរឲ្យអីបន្តិចទៅផ្តិតមេដៃថាឈប់ធ្វើផ្សាយផ្ទាល់រិះគន់អាជ្ញាធរអប្សរាទៀតហើយម្ដងនេះថ្ងៃ20ខែសីហាដដែលឆ្នាំ2020ដដែលនេះមុនហ្នឹងមួយថ្ងៃ
គាត់ឡើងមកយំស្រែកគាត់ថាអប្សរានឹងមិនគួរដាក់អាជ្ញាធរអប្សរាទេព្រោះអប្សរាទុនភ្លុនល្វូតល្វុនតំណាងឲ្យខ្មែរតំណាងឲ្យជាតិសាសន៍យើងតំណាងឲ្យប្រជាពលរដ្ឋទាំង18លាននាក់ហេតុអីអាជ្ញាធរអប្សរាដេរឆានដេរថៃមន្ត្រីអាជ្ញាធរនឹងគឺថាសម្លុតបំភ័យរារាំងមិនឲ្យគាត់លក់សំបីតាឥឡូវក្បែរប្រាសាទក៏មិនឲ្យទៅជីកកង់ដឹកធុងការ៉ែមចូលក៏ឲ្យចូលដែរគឺថាស្កាត់គ្រប់កន្លែងតើខោខៅព្រៃផ្សៃអីយ៉ាងនេះគ្រាន់តែគាត់រកទទួលទានមួយកែអីច្រើនមែនតើខ្ញុំស្ដាប់គាត់ជក់ចិត្តដែរគាត់យំស្រែកដល់ពេលហើយអាជ្ញាធរចេញសារមកមិនមែនគម្រាមទេបងប្អូនឆ្នាំមុនគាត់គម្រាមពុំមានម្ដងគាត់ថាឈប់ធ្វើអា live ហ្នឹងប៉ុន្តែអង្គើអយុធធម៌ខ្លាំងពេកលោកស្រីសៀវឡុងនីទ្រាំមិនបានដាក់មកក្តាំងទៀតឥឡូវដាក់មកក្តាំងអាជ្ញាធរអប្សរាគេចេញលិខិតមកមួយទៀតម្ដងនេះអត់ហៅគាត់ទៅពមៀននៃความបំភ្លឺខ្ញុំជឿថាពេលនេះគឺជាពេលល្អដែលតវ៉ាពលរដ្ឋាភិបាលខ្មែរកំពុងតែត្រូវការអន្តរជាតិដាក់ឡើងទុនទ្រាំខ្លួនអញ្ចឹងរៀងស្អំចិត្តច្រើនចាំមើលតែបន្តិចទៀតមានកម្លាំងវាយទៀតហើយឥឡូវអត់ទាន់វាយទេគឺសម្របសម្រួលដោះស្រាយសម្របសម្រួលដោះស្រាយរឿងអីក៏សម្របសម្រួលដោះស្រាយដែរសរសើរដែរបើយើងធ្វើល្អតាំងពីអញ្ចឹងមកប្រជារាស្ត្រដឹងសំណាងម៉េះតែយើងធ្វើតែពេលយើងឆ្លក់ទឹកទេរដ្ឋាភិបាលកម្ពុជាធ្វើតែពេលឆ្លក់ទឹកឯល្អមួយរាសចាំមើលតែពេលបានស្លឹកឆ្នោតហើយចិត្តបោះឆ្នោតល្អចាំមើលចិត្តបោះឆ្នោតសាពះចាំមើលបោះឆ្នោតហើយសពងក្បាលទៀតហើយអាហ្នឹងល្បិចរបស់រដ្ឋាភិបាលគេធ្វើតែអញ្ចឹងពេលហ្នឹងកំពុងឲ្យឆ្លក់ទឹកកំពុងអីសាពះរហូតឥឡូវអ្នកស្រីសៀវឡុងនីអត់ហៅទៅពមៀនទេគាត់យកអាលិខិតគាត់រូបថតគាត់ពីឆ្នាំមុនមកហ្នឹងយកមកផ្សាយថាធ្លាប់ពមៀនម្ដងឲ្យគាត់ដឹងអាជ្ញាធរអប្សរាថាគេជួយដោះស្រាយគាត់ហ្នឹងឯងប៉ុន្តែគាត់ហ្នឹងក៏មិនគោរពច្បាប់មិនអីគេអីអញ្ចឹងលាក់នឹងលាក់ទៅអាជ្ញាធរគេល្អគេចង់និយាយអញ្ចឹងណាហើយតែអ្នកស្រីឡុងសៀវឡុងនីហ្នឹងគាត់ដេរឆានពេញមាត់ដែរប៉ុន្តែឥឡូវគួរឲ្យចម្លែកមែនតើអ្នកស្រីសៀវឡុងនីដែលជាជនរងគ្រោះហ្នឹងណានៅពេលដែលអាជ្ញាធរអត់ទាន់រកដំណោះស្រាយអីគាត់គេចេញលិខិតមួយហ្នឹងមកអត់ទាន់ហៅគាត់ទៅឡើងធ្វើ live show ដើម្បីសុំទោសសុំអីហ្នឹងគាត់មករករឿងអ្នកដែលកាត់វីដេអូគាត់យកអាស្អីលិខិតដែលគាត់ពមៀនគាត់ពីឆ្នាំមុនហ្នឹងត្រូវថ្ងៃដូចគ្នាទេ20សីហា2025ពាក់អាវពណ៌ទឹកក្រូចពណ៌អីហ្នឹងជាមួយអាជ្ញាធរអប្សរាហ្នឹងណាឆ្នាំមុនហ្នឹងគេគម្រាមគាត់គេពមៀនគាត់ផ្តិតមេដៃតែឈប់ធ្វើ live show ពមៀនអាជ្ញាធរអប្សរាឥឡូវគាត់ធ្វើដូច្នេះអញ្ចឹងគេយកអាសាហ្នឹងមកគេថាអាជ្ញាធរអប្សរាហ្នឹងប្រហែលជាហៅគាត់ទៅពមៀនម្ដងទៀតហើយអញ្ចឹងគាត់ទៅរករឿងគេថាហេតុអីបានជាលៀបពណ៌គាត់អញ្ចឹងហេតុអីបានជាទៅលៀបពណ៌អាជ្ញាធរអប្សរាថាគេមកគម្រាមពមៀនគាត់គេអត់ទាន់គម្រាមទេហើយចុះអ្នកស្រីសៀវឡុងនីនឹងក៏ភ័យការពីអាជ្ញាធរអប្សរានេះម៉េះក្រែងជាអាជ្ញាធរដែលលោកស្រីទឹមហៅថាជាដេរឆានអីហើយចុះគេយកឯកសារឆ្នាំមុនហ្នឹងជាការពិតអីវាមិនជាមានសិលធម៌អីយកមកផ្សាយឯកសារឆ្នាំមុនពុំមានសោះមកយកមកដាក់ឆ្នាំហើយចុះបើគេពុំមានអាញាធរអប្សរាហ្នឹងក្រែងជាដេរឆានហ្នឹងក្រែងចង់ឲ្យអាញាធរហ្នឹងដោះស្រាយបញ្ហាជូនឥឡូវគាត់ទៅរករឿងអ្នកផ្សាយថាលៀបពណ៌គាត់លៀបអីទៅថាអាញាធរអប្សរាហ្នឹងហៅគាត់ទៅផ្តិតមេដៃតាមពិតគាត់អត់ទាន់បានគេហៅទៅផ្តិតមេដៃទេគ្រាន់តែយូរហើយឆាប់ទេលោកស្រីសៀវឡុងនេះមិនបាច់កាន់ជើងអាញាធរអប្សរាទេព្រោះអ្នកស្រីទៅរករឿងគេថាលៀបពណ៌លៀបអីហ្នឹងគឺអ្នកស្រីកំពុងតែប្រាប់ថាអាញាធរអប្សរាល្អតាមានដេរឆានដោយអ្នកស្រីថាណាព្រោះអីគេមិនទាន់បានទាំងហៅទៅពុំមានគេអត់ហៅទេរដ្ឋាភិបាលកំពុងលងទឹកគេទាមកដោះស្រាយមើលករណីនៅណាមើលករណីសាលាដូងអុកវ៉ាន់ដេសាលាដូងអុកវ៉ាន់ដេប្រធានសាលាដូងប្រាប់ថាអាញាធររដ្ឋមន្ត្រីក្រសួងបរិស្ថាននៅខេត្តកំពង់ស្ពឺអាញាធរបរិស្ថានដឹកនាំដោយលោកអៀងសុផលឡែតណោះទៅឲ្យចុះរុះរើផ្ទះគ្រូបង្រៀនគ្នាណាប្រធានលោកអុកវ៉ាន់ដេនឹងយំសសេកសស័កមិនយំទេអំពាវនាវកំសត់ណាឲ្យទៅជួយមើលផងហេតុអីបានជាគេទាឲ្យដេញអាសាលាសំណាក់របស់គ្រូបង្រៀនដែលមាន10ម៉ែត្រ4ជ្រុងហ្នឹងគេអត់ទាន់ឲ្យរើសាលាដូងគេឲ្យរើតែសាលាសំណាក់របស់គ្រូបង្រៀនគាត់ថាហើយអាជ្ញាធរគេឲ្យពេលតែ13ថ្ងៃ14ថ្ងៃតាគេចេញថ្ងៃ13ឥឡូវថ្ងៃប៉ុន្មានហើយបងប្អូនថ្ងៃ20នៅសល់តែមួយអាទិត្យទៀតដល់ផងហ្នឹងឥឡូវ14ឥឡូវថ្ងៃ20ចេះមួយអាទិត្យនៅសល់តែមួយអាទិត្យទៀតដល់ពេលអញ្ចឹងស្រាប់តែលោកហ៊ុនម៉ាណែតអូចេញមកណែមិនត្រូវទេផ្អាកអត់ត្រូវការដកសាលានឹង
ដល់បើស្អីកន្លែងគ្រូបង្រៀននឹងជាដាច់ខាតត្រូវឲ្យគាត់ហើយឥឡូវត្រូវឧបត្ថម្ភកត្រូវឲ្យលុយគាត់ទៀតជួយលោកអុកវ៉ាន់ដេធ្វើនេះមកអាយុមកឲ្យកុំបានប្រាក់កាក់ល្អិតពីជនបរិច្ចាគមកហ្នឹងរដ្ឋាភិបាលនៅឯណាគ្នាចង់ដាច់ខ្យល់ងាប់ដល់ពេលឥឡូវឃើញទេអូកុំបិទកុំអីឲ្យអាជ្ញាធរមានមូលដ្ឋានត្រូវចោះមើលអស់លោកធ្វើការអីរាល់ថ្ងៃហ្នឹងក្រសួងបរិស្ថានមន្ទីរបរិស្ថានខេត្តចេញមកឲ្យរុះរើរកឃើញថាសំណង់ខុសច្បាប់អីអញ្ចឹងមកហើយក្រសួងទេសចរនឹងទៀតសោតហ្នឹងក៏ចូលរួមចំណែកនៅក្នុងដឹងថាអាហ្នឹងរបស់ហ្នឹងខុសច្បាប់ជាមួយក្រសួងបរិស្ថានឥឡូវដឹងមិនទេរដ្ឋមន្ត្រីក្រសួងទេសចរលោកហួតហាក់និងរដ្ឋមន្ត្រីក្រសួងបរិស្ថានលោកអៀងសុផល្លែតយកបងភ្លាមអូគេចោះទៅមើលអីណាតាមប្រសាសន៍ដដងឧត្តមរបស់លោកហ៊ុនម៉ាណែតមិនត្រូវរុះរើតែអាលិខិតរបស់ក្រសួងបរិស្ថានឲ្យរុះរើតើអស់លោកធ្វើការអីរាល់ថ្ងៃហ្នឹងទាល់តែលោកនាយករដ្ឋមន្ត្រីស្រែកហើយកដាស់របស់អាជ្ញាធរដែលចេញមកខុសច្បាប់ណែបងប្អូនទាំងអស់គ្នាទៅនិយាយថាអូមួងណារ៉េតនឹងចង់ឲ្យអុកវ៉ាន់ដេនឹងគេរើផ្ទះគ្រូបង្រៀនមិនមែនអត់មានទេខ្ញុំគ្រាន់តែនិយាយអំពីរដ្ឋាភិបាលប្រជាពិធកំពុងអាលងទឹកឲ្យតែប្រជាពលរដ្ឋក្តៅក្រហាយឡៃណាស្អិតស្អំណារាល់ដងលោកអុកវ៉ាន់ដេបើសិនរឿងនេះពីប្រហែលឆ្នាំមុនណាទៅហើយបើមិនស្រួលត្រូវដបងឆក់ទៀតឲ្យតវ៉ាតែឥឡូវរដ្ឋាភិបាលស្លូតណាព្រោះពងសំពះយកស្លឹកឆ្នោតណោះចិត្តបោះឆ្នោតគុំសង្កាត់2017តែបន្តិចទៀតសំពះហើយបានស្លឹកឆ្នោតសបងទៀតហើយអញ្ចឹងពេលនេះគឺជាពេលដែលល្អបំផុតសម្រាប់តស៊ូមតិដែរឥឡូវគឺយើងក៏ដោះស្រាយចោះធ្វើអីក្រសួងបរិស្ថានហ្នឹងអស់លោកធ្វើអីចេញរបាយការណ៍ឲ្យមកប្រាប់តើលោកហ៊ុនម៉ាណែតថាមិនបាច់ត្រូវច្បាប់មិនរុះរើមិនរុះរើល្អហើយខ្ញុំពេញចិត្តខ្ញុំសប្បាយចិត្តណាស់ដែលលោកអស់ដោះស្រាយបងប្អូនជួយជនកំព្រានៅអាសាលាដូងហ្នឹងគ្នាវេទនាណាស់100អ្នកជាងហើយឃើញលោកអុកវ៉ាន់ដេហ្នឹងប្រឹងណាស់ហើយលោកអុកវ៉ាន់ដេហ្នឹងក៏អញ្ចឹងដែរអាពេលបានពេជ្រកពេចឡើងមកហ្នឹងតាំងគេហៅថាដល់ត្រើយសោយគូតទៅររឿងអ្នកដែលគេខំប្រឹងផ្សព្វផ្សាយឲ្យនឹងសុទ្ធទៅមូលបង្កាច់លៀបពណ៌អីណាដោយសារបានកណូបការៈពីលោកហ៊ុនម៉ាណែតមកទៅនិយាយថាលោកហ៊ុនម៉ាណែតនឹងជាមនុស្សល្អជាមេដឹកនាំទស្សពិតរាជធម៌ឥឡូវគេជួយច្រើនយើងមិនគួរណាលៀបពណ៌ព័ត៌មានទៅតាក់តងរឿងអ្នកស្រីស្អីគេត្រីស្អីគេយាយភូយាយអីណាអូយវែងអូហូស្ទឹងគេជួយធ្វើអីធ្វើទៅព័ត៌មានពិតវានៅនឹងតាចាំបាច់ទៅជួយការពារស្អីព្រោះយាយភូដើរយកដីគេតាមមកកណោដែរតាអើយលោកអុកវ៉ាន់ដេហ្នឹងគឺអញ្ចឹងតែម្ដងតែពេលចូលទៅអញ្ចឹងដល់ពេលអញ្ចឹងបានទៅហៃអើផ្អែមបន្លែជាមួយគេទៅខំប្រឹងតស៊ូមកកណោល្អហើយគេជួយគេរកយុត្តិធម៌ឲ្យលោកតាល្អហើយដែលលោកទៅនិយាយថាកុំលៀបពណ៌អាស្រុកលៀបពណ៌ហ្នឹងតែវាតែអញ្ចឹងឯងគ្រាន់តែថាព័ត៌មានពិតវានៅតែព័ត៌មានពិតទេតែដល់ពេលលោកអុកវ៉ាន់ដេហ្នឹងខំប្រឹងទៅការពារយាយភូការពាររដ្ឋាភិបាលអីដោយសារខ្លួនបានលៀបសការៈគេចាប់ផ្ដើមដឹងថាអូម្នាក់នេះចូលទៅអញ្ចឹងដោយសារគេឲ្យនេះអញ្ចឹងខំប្រឹងនិយាយល្អអីអញ្ចឹងទៅហើយតាមពិតអាជ្ញាធរខ្លួនឯងអសមត្ថភាពក្នុងការដោះស្រាយបញ្ហាអាជ្ញាធរមូលដ្ឋានទៅរកឃើញបញ្ហាអីមិនមើលគ្នាផងដល់ពេលថ្នាក់លើគេនិយាយមកយកបងឲ្យលោកហ៊ុនម៉ាណែតថាមេដឹកនាំគឺគេអញ្ចឹងគេមិនឲ្យរះក្តៅកាហាយទុករះគឺជាទុករបស់ថ្នាក់ដឹកនាំប៉ុន្តែទុកអ្នកមូលដ្ឋានចាស់បង្កើតក្រសួងបរិស្ថានទៅអីបង្កើតក្រសួងយុតិធម៌នឹងមកទៅទេសចរនឹងទៅអីព្រោះអីនៅក្នុងអាសាលាដូងហ្នឹងគេលក់របស់អនុស្សាវរីយ៍បានតាក់ទាញភ្ញៀវទេសចរជួយសាលាដូងហ្នឹងមកកណោដែរដល់ពេលឥឡូវទាំងក្រសួងទេសចរទាំងក្រសួងបរិស្ថានចុះទៅយកចិត្តទុកដាក់គ្មានល្អហើយប៉ុន្តែយើងតលតែដល់អញ្ចឹងបានតែមានបែកខ្ទិះអញ្ចឹងបានចេញមកយកបងគ្រប់គ្នាតែយើងធ្វើការអីក្រសួងមន្ទីរច្រើនមកប្រពាក់ប្រពូននឹងយកមកធ្វើអីខ្ញុំពងតែឆ្ងល់ហើយឥឡូវតទៅទៀតបងប្អូនមិនចប់ទេអាជ្ញាធរអប្សរាបំភ្លឺហើយឥឡូវសង្គមស៊ីវិល45ស្ថាប័ននិងអង្គការរួមគ្នាស្នើឲ្យដោះលែងលោកជាវុធីដែលជាអតីតប្រសង់រឿងតាក់ទងនឹងការជជែកកម្មវិធីផ្ញើសារជាឯកជនសោះចាប់ដាក់គុក8-10 ខែម្ដាយគាត់នោះក្តៅណែយំយែករាល់ថ្ងៃលោកអើយកម្មពៀណាស់អស់លោកហែលទឹកភ្នែកពួកគាត់មិនរួចទេមើលទៅអង្គការទាំង55នេះគឺគាត់ចេញដោយសារអីម្សិលមិញថ្ងៃ19ហ្នឹងគឺសាលាដំបងសម្រាប់ផ្ដន្ទាទោសលោកជាវុធីជាអ្នកសារព័ត៌មានពលរដ្ឋនិងជាអតីតប្រសង់ឲ្យជាប់ពន្ធនាគារកំណត់រយៈពេល18 ខែ
នេះអារឿងចេះនេះរឿងចេះដែលកញ្ញាកមនោវិជ្ជាហ្នឹងចង់ឲ្យបង្រួបបង្រួមជាតិអញ្ចឹងស្ដារសិទ្ធិមនុស្សប្រជាធិបតេយ្យដោះលែងគាត់ទៅគ្រាន់តែជាប្រសង់ឈឺឆ្អាលប្រជាពលរដ្ឋសោះចាប់គ្នាដើម្បីអាកមន់គម្រាមសัตว์ស្វាតើបង្រួបបង្រួមជាតិយ៉ាងម៉េចទុកហ្នឹងសិនចាស់ព្រោះអានមិនចប់ទេតកតងនឹងរឿងយោធាថៃតភ្លើងនេះខ្ញុំបានបញ្យល់ហើយអាញាធរអាមេរិកនិងកម្ពុជាសហការគ្នាឈានទៅរឹបអូសគ្រឿងញៀនឆ្លងដែនខុសច្បាប់200គីឡូក្រាមកោតសរសើរដែរឥឡូវគិតចិត្តជាមួយអាមេរិកមែនតើណាសហការចាំមើលបន្តិចទៀតតិចជ្រុលខ្លួនសហការមួយ FBI ចាប់អុកញ៉ាមហាមន្ត្រីអីហ្នឹងតិចអត់ធ្វើមកយកតែគ្រឿងញៀនប្លែមប្លំហ្នឹងទៀត